បាទជម្រាបសួរបងប្អូនជាកសិករបាទថ្ងៃនេះថ្ងៃទី26ខែ10ឆ្នាំ2025បាទខ្ញុំមកពីក្រុមហ៊ុនសារកាថ្ងៃនេះចុះមកបាញ់ថ្នាំពិសោធន៍ឲ្យស្រែបងសោមបាទស្ថិតនៅឃុំជ្រាវសង្កាត់ជ្រាវខេត្តសៀមរាបបាទស្រូវគាត់អាយុ15ថ្ងៃហើយយើងបាញ់ថ្នាំពិសោធន៍ឲ្យគាត់ហើយឥឡូវនេះឃើញយើងមកមើលស្មៅទាំងអស់គ្នាបាទស្មៅយើងមានស្មៅទីចកគល់សនេះបាទទីចកគល់សធំអស់ហើយស្មៅស្រូវនេះមានកក់បាទនេះគឺកក់ហើយទៅនេះក៏គិតស្មៅដែរនេះស្មៅដើមប៉ិនស្រូវប៉ុណ្ណានៃបាទអញ្ចឹងទៅនេះមាន3 4ដើមដែរនេះស្មៅនេះស្មៅនេះស្មៅខ្ញុំដុតចំណាំទុកនេះស្មៅបាទហើយមានស្មៅតូចច្រើនទៀតនេះភាគកក់បាទអញ្ចឹងឃើញថាវាមានស្មៅច្រើនមុខបាទអញ្ចឹងខ្ញុំរៀបចំថ្នាំសិនបាទនេះថ្នាំដែលត្រូវប្រើយើងប្រើសារកាស្មៅស្រូវមកចប់ហើយនឹងសារកា TH យើងប្រើ 100cc ហើយនឹងសារកាកក់ដោយសារវាមានកក់យើងដាក់កក់ចូលសារកាកក់យើងដាក់ 100cc ដែរបាទអញ្ចឹងចាំមើលលទ្ធផលទាំងអស់គ្នាបាទឥឡូវយើងកំពុងតែចាប់ផ្ដើមបាញ់ហើយបាទនៅស្រែពិសោមបាទបាញ់កម្ចាត់ស្មៅបាទទៅលើស្រែស្រូវទៅអាយុ15ថ្ងៃអញ្ចឹងយើងចាប់ផ្ដើមបាញ់កម្ចាត់ស្មៅហើយបាទអញ្ចឹងចាំមើលលទ្ធផលទាំងអស់គ្នាបាទសូមអរគុណ